ក្មេងស្រីបានរកឃើញថាជីតារបស់នាងពោពេញដោយថាមពលខ្មៅនាងបានប្រើសមត្ថភាពរបស់នាងដើម្បីតាមដានប្រភពថាមពលហើយទីបំផុតបានរកឃើញការឆ្លាក់ Jade នៅក្នុងបន្ទប់គេងមួយប៉ុន្តែនៅពេលដែលនាងបានប្រាប់ក្រុមគ្រួសាររបស់នាងថាការឆ្លាក់ Jade នឹងនាំមកនូវគ្រោះថ្នាក់នាងបានបដិសេធដោយគ្មានមេត្តាព្រោះវាជាអំណោយពីកូនប្រុសនិងកូនប្រសាររបស់បុរសចំណាស់នោះមិនអាចមានគ្រោះថ្នាក់អ្វីតតែសោះក្មេងស្រីតូចនោះបានសុំឲ្យនាង Jade វាសម្លាប់ទាំងសងខាងតបស្នងការខាតបង់$10 លានដើម្បីបញ្ជាក់ថានាងពិតជាត្រូវក្មេងស្រីយកបំណែកក្បែរផើងផ្កាតែរុក្ខជាតិបានក្រៀមស្វិតភ្លាមនៅពេលនេះទីបំផុតពួកគេដឹងរឿងធ្ងន់ធ្ងរធ្វើឲ្យគូស្នេហ៍ស្លេកស្លាំងរត់គេចខ្លួនទាំងភ័យតក់ស្លុតតែមិនបានសម្រេចប៉ុន្មានថ្ងៃក្រោយមកបែរជានាំក្មេងស្រីចម្លែកម្នាក់មកវិញដោយអះអាងថាជាចៅស្រីពិតហើយថែមទាំងចាប់ដៃក្មេងស្រីរងគ្រោះថែមទាំងចាប់ដៃម្ដាយក្មេងស្រីរងគ្រោះទៅវិញរូបថតនោះបានយកមកវិញដោយស្វ័យប្រវត្តិបន្ទាប់មកនាងបានកាត់បាតដៃខ្លួនឯងហើយបាតដៃបុរសនោះឈាមពីដំណក់បានហោះទៅលើអាកាសហើយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះភ្លាមនោះទីបំផុតក៏ទម្លាក់លើសម្លៀកបំពាក់បុរសនៅពេលនេះបុរសនោះបានយកខ្សែក្រវ៉ាត់ Jade ដែលក្មេងស្រីនោះបោះចោលលើដីរួចដេញវាចេញមួយសន្ទុះក្រោយមកម្ដាយរបស់ក្មេងស្រីតូចបានបង្ហាញខ្លួននិងលាតត្រដាងការភូតកុហកទាំងអស់ដើម្បីឲ្យលោកតាយល់ការពិតនិងការពិតអំពីលោកតា